Ok, lấy dân gìពីការ stick elevation ដោយប្រើ digital level អញ្ចឹងយើងអាចទៅមើល point យើងចានេះ point យើងអញ្ចឹងបើសិនជាយើងចង់ stack វាយើងចូលទៅលើ stack នេះ stack ហើយយើងចូល point អញ្ចឹងទី1យើងត្រូវ back side ទៅចំណុចណាសិនអញ្ចឹងឧទាហរណ៍នៅករណីនេះយើង back side ទៅចំណុច BM1 នេះចានេះ BM1 យើង click វាមក design point មកន័យថា point ដែលយើងចង់រកឥឡូវយើងចង់រក point ណាឬមួយក៏រកចំណុចដែលមាន elevation ប្រមាណអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចង់រកចំណុចមួយដែលមាន elevation 11នេះចំណុចនេះមាន elevation 11 ម៉ែត្រអញ្ចឹងខ្ញុំ select អានេះមកអញ្ចឹងដើម្បីយើងរក point 103នេះបានយើងត្រូវ back side មួយសិនអញ្ចឹងករណីនេះបានន័យថាយើង back side ទៅ BM1 យើងចុច back side មកអូខេអញ្ចឹងវាលាន់អញ្ចឹងបានន័យថាវា back side បានហើយអញ្ចឹងយើងចូលទៅលើ stack មក stack យើងចាប់ផ្ដើមឲ្យគេដាក់ start អញ្ចឹងពេលដែលគេដាក់ start យើងចាប់ផ្ដើមចុចនេះអញ្ចឹងពេលយើងចុចនេះយើងមើលពាក្យ fill នេះអញ្ចឹង fill ហ្នឹងបានន័យថាចំណុចដែលយើងកំពុងតែដាក់ហ្នឹងឬមួយក៏រយៈកម្ពស់ដែលយើងកំពុងតែដាក់ហ្នឹងគឺវាអត់បាន11ម៉ែត្រទេវាអត់បាន elevation 11ម៉ែត្រទេអញ្ចឹងបានន័យថា fill ហ្នឹងយើងត្រូវលើ start យើងឡើងលើ1ម៉ែត្រយើងឡើង1ម៉ែត្រមកចឹងឡើង1ម៉ែត្រមកចាចំណុចបាត start ហ្នឹងគឺជាចំណុចដែលមាន elevation 11ម៉ែត្រចា store ក្នុងហ្នឹងយើងមាន step ជា elevation ជាង step elevation យើង select យក elevation មកនេះ elevation អញ្ចឹងយើង back side ទៅ point ណាឧទាហរណ៍ថា BM 11ហើយខ្ញុំចង់ step ទៅចំណុចមួយដែលមាន elevation 9ម៉ែត្រអញ្ចឹងខ្ញុំបានចង់បានចំណុចមួយដែលមាន elevation 9ម៉ែត្រអញ្ចឹងយើងវាយលេខ9មកអញ្ចឹងបើសិនជាវាស្គាល់ back side ហើយយើងមិនបាច់ចុច back side ទៀតទេយើងអាចចុច step វាមកយើងចុច step ហើយឲ្យគេដាក់ start ឲ្យដាក់ start យើងចាប់ដើមចុចមាសហើយចាប់ដើមអានអញ្ចឹងនេះអញ្ចឹងចំណុចដែលយើងដាក់ start ហ្នឹងគឺវាខ្ពស់កាលណាវាដាក់ពាក្យ cut អញ្ចឹងបានន័យថាចំណុចដែលយើងដាក់ start ហ្នឹងគឺវាខ្ពស់ជាងចំណុចដែលយើងចង់រកបើលេខ1ហ្នឹងបានន័យថា1ម៉ែត្រអញ្ចឹងដើម្បីបាន elevation 9ម៉ែត្រយើងត្រូវឲ្យគេតម្លាក់ start ចេញពីចំណុចហ្នឹង1ម៉ែត្រមកអញ្ចឹងពេលដែលគេតម្លាក់ចេញ1ម៉ែត្រហើយយើងអាចចុចមាសមកដើម្បីផ្ទៀងមកអញ្ចឹងបើសិនជាវាឃើញ00កន្លែង cut នេះវាឃើញ00បានន័យថាចំណុចបាត start ហ្នឹងគឺវាមានរយៈកម្ពស់9ម៉ែត្រហ្នឹង stack elevation យើងចង់ដូរទៀតដូរមកឧទាហរណ៍ថាឥឡូវយើងចង់ប្រមាណ9ម៉ែត្រ8ទឹកយើងចង់បានចំណុចមួយដែលមាន elevation 9ម៉ែត្រ8ទឹកចុច stack មកចុចមាសមកអញ្ចឹងនេះចំណុចដែលយើងដាក់ start នេះគឺបានន័យថាវាទាបជាង elevation ដែលយើងចង់បានហ្នឹងគឺវាខ្ពស់ជាងសុំទោសគឺវាខ្ពស់ជាង2ទឹកអញ្ចឹងបើសិនជាយើងចង់បាន elevation 9ម៉ែត្រ8ទឹកយើងត្រូវឲ្យគេតម្លាក់ start ហ្នឹងចំនួន2ទឹកទៀតអញ្ចឹងពេលដែលយើងតម្លាក់ start ប្រវែង2ទឹកទៀតបានន័យថាពេលដែលយើង measure ភាសាទៀតមកវានឹងឃើញ cut វានឹងឃើញចំណុចហ្នឹង00អញ្ចឹងកាលណាឡើង cut ឬមួយក៏ fill 00បានន័យថាចំណុចហ្នឹងគឺវាមាន elevation 9ម៉ែត្រ8ទឹក